មង្គលទី14ក្នុងចំណោមមង្គលទាំង38ដែលធ្វើឲ្យជីវិតមានសុភមង្គលសេចក្តីស្ងប់និងវិបុលសុខគឺការងារមិនច្របូកច្របល់បុគ្គលចេះធ្វើការងារច្រើនបែបមិនទាន់អាចចាត់ទុកថាល្អនៅឡើយទេផ្ទុយទៅវិញប្រសិនបើបុគ្គលចេះធ្វើការតែមួយបែបតែស្ទាត់ជំនាញអាចមានលទ្ធផលប្រសើរជាងព្រោះថាពេលណាការងារច្រើនពេកអាចចាប់នេះខុសចាប់នោះខុសមិនច្បាស់ត្រង់ណានាំឲ្យខាតបង់ពេលវេលានិងបាត់បង់ការងារទាំងអស់ក៏សឹងមានទី1មូលហេតុនៃការងារច្របូកច្របល់កធ្វើការមិនត្រូវតាមកាលគឺម៉ោងធ្វើកិច្ចការនេះបែរជាធ្វើកិច្ចការនោះម៉ោងសិក្សារៀនសូត្របែរជាទៅដេកឬមើលទូរទស្សន៍ខធ្វើការមិនតាមលំដាប់គឺមិនបានរៀបចំកិច្ចការដែលត្រូវធ្វើតាមលំដាប់លំដោយពីធំទៅតូចធ្វើតាមការនឹកឃើញឬចង់ធ្វើកពន្យាពេលការងារគឺមិនធ្វើកិច្ចការចាំបាច់ឥឡូវបែរជាចាំដេកបន្តិចសិនឬចាំព្រឹកឬចាំទាល់តែមាននេះមាននោះខខ្វះការយកចិត្តទុកដាក់គឺមិនបានខិតខំប្រឹងប្រែងធ្វើឲ្យចប់ចុងចប់ដើមបែរជាធ្វើការងារចុងដៃចុងជើងទាល់តែគេខំបានខំតាមមិនបានបដិញ្ញាធ្វើឲ្យល្អបំផុតគឺខ្វះការតាំងចិត្តធ្វើឲ្យបានប្រសើរបំផុតដោយមិនយល់ថាទាំងការងារតូចនិងធំសុទ្ធសឹងតែជាតម្លៃជីវិតដើម្បីអនាគតភ្លឺស្វាងម្នាក់ត្រូវរៀបចំពេលវេលានិងការងារក្នុងជីវិតឲ្យបានច្បាស់លាស់កពេលបច្ឆិមវ័យត្រូវខិតខំសិក្សារៀនសូត្រខពេលបឋមវ័យត្រូវខិតខំសិក្សារៀនសូត្រខពេលបច្ឆិមវ័យត្រូវខិតខំធ្វើការរកស៊ីចិញ្ចឹមជីវិតពេលបច្ឆិមវ័យពេលបឋមវ័យត្រូវខិតខំសិក្សារៀនសូត្រពេលមជ្ឈិមវ័យត្រូវខិតខំធ្វើការរកស៊ីចិញ្ចឹមជីវិតដល់ពេលបច្ឆិមវ័យត្រូវស្វែងរកទីពឹងសម្រាប់ខ្លួនឯងក្នុងបរលោកបានន័យថាលោកខាងមុខឧបសគ្គនៃការសិក្សានិងការងារកផឹកស្រាសេពគ្រឿងញៀនជាដើមខដើរលេងយប់អាធ្រាត្រហួសកាលវេលាមើលមហោស្រពតន្ត្រីល្បែងរបាំមើលមហោស្រពតន្ត្រីល្បែងរបាំច្រើនហួសហេតុលេងល្បែងស៊ីសងនិងល្បែងភ្នាល់ជាដើមសេពគប់មិត្តភក្តិអាក្រក់ចខ្ជិលច្រអូសមិនប្រឹងប្រែងរៀនសូត្រនិងធ្វើការងារឆមិនខិតខំបំពេញតួនាទីរបស់ខ្លួនជាកូនល្អសិស្សល្អបុគ្គលល្អនិងពលរដ្ឋល្អជាដើមវិធីទី3គឺវិធីធ្វើឲ្យសម្រេចការងារមាន4ទី1មានឆន្ទៈត្រូវមានចេតនាឬបំណងពិតប្រាកដក្នុងការសម្រេចការងារនោះទី2មានការព្យាយាមត្រូវសង្វាតគ្មានខិតត្រូវសង្វាតគ្មានត្រូវសង្វាតគ្មានខំប្រឹងប្រែងរិះរកមធ្យោបាយធ្វើការងារនោះឲ្យបានសម្រេចទី3មានការយកចិត្តទុកដាក់ខ្ពស់ត្រូវយកចិត្តទុកដាក់ធ្វើនិងចាត់ចែងដោយហ្មត់ចត់និងប្រុងប្រយ័ត្នបំផុតទី4គឺមានវិធីសម្រេចត្រូវត្រិះរិះពិចារណារិះរកគន្លឹះដោះស្រាយឲ្យសម្រេចឬដោយការសួររៀមច្បងអ្នកប្រាជ្ញបណ្ឌិតអំពីវិធីជោគជ័យ